ពលរដ្ឋសល់លុយលាហើយរង្វាន់ក្រវិលកំបងដាច់ខែកញ្ញាខៅមកក្រសួងបញ្ជាបញ្ឈប់ទាំងស្រុងរាល់ការបដូររង្វាន់គ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមទូកាសាតូខ្លាំងពីមហាជនរង្វាន់ក្រវិលកំបងគម្រប10និងកម្មវិធីផ្ដល់រង្វាន់ Digital នៃផលិតផលគ្រឿងស្រវឹងព្រមទាំងភេសជ្ជៈមានជាតិស្ករទាំងអស់នឹងត្រូវបញ្ចប់ជាផ្លូវការត្រឹមចុងខែកញ្ញាខៅមកនេះក្នុងសេចក្តីប្រកាសដែលបានចុះថ្ងៃទី29ខែមិថុនាឆ្នាំ2026ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់ទៅដល់កម្មសិទ្ធិករសហគ្រាសផលិតនាំចូលនិងចែកចាយផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករទាំងអស់ឲ្យបញ្ឈប់ទាំងស្រុងរាល់ការផ្ដល់ឬបដូរជារង្វាន់តាមរយៈក្រវិលកំប៉ុងគម្រប10ឬរង្វាន់ក្នុងទម្រង់ផ្សេងដែលភ្ជាប់ឬមិនភ្ជាប់នឹងកំប៉ុង10សម្បកវេចខ្ចប់ឬកេសផលិតផលជាអាចមានការចាប់ឆ្នោតកាតកោគូប៉ុងបានបដូររង្វាន់ QR Code និងកម្មវិធីរង្វាន់ Digital ផ្សេងជាដើមត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2026ជាកំហិតបន្ថែមពីនេះទៀតក៏មិនអនុញ្ញាតឲ្យមានការចែកចាយឬផ្ដល់ផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃផងដែរការនេះពិតជាធ្វើឲ្យមហាជននិងពលរដ្ឋនាំគ្នាសាទរខ្លាំងខណៈកន្លងទៅពលរដ្ឋជាច្រើននាំគ្នាផ្សងសំណាងខ្លាំងណាស់រឿងក្រវិលកំប៉ុងរបស់ក្រុមហ៊ុននិងស្រាបៀរនៅកម្ពុជាពលរដ្ឋខ្លះថែមទាំងអះអាងថាការកំណត់នេះនឹងធ្វើឲ្យមហាជនខ្លះបន្ថយការផឹកនិងសល់លុយថែមទៀតផងសូមបញ្ជាក់ថាការផ្អាកឲ្យបញ្ឈប់រឿងរង្វាន់ក្រវិលកំប៉ុងនេះក្រោយពីសម្ដេចធិបតីបានដាក់បញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវធ្វើដាច់ខាតក្រោយមានការរិះគន់ខ្លាំងពីមហាជន